គណៈឯកភាពបញ្ជាការខណ្ឌជ្រួយចង្វាចុះត្រួតពិនិត្យរដ្ឋបាលនៅខុនដូវិមានមេគង្គរកឃើញជនបរទេសស្នាក់នៅចំនួន32នាក់និងមានឯកសារត្រឹមត្រូវនារសៀលថ្ងៃទី2ខែមិថុនាឆ្នាំ2026គណៈបញ្ជាការឯកភាពខណ្ឌជ្រួយចង្វាដឹកនាំដោយលោកលីងសុភ័ក្រអភិបាលខណ្ឌជ្រួយចង្វារួមជាមួយនឹងអធិការខណ្ឌមេបញ្ជាការកងរាជអាវុធហត្ថខណ្ឌនិងមន្ត្រីពាក់ព័ន្ធបានចុះត្រួតពិនិត្យរដ្ឋបាលនិងអនុវត្តប្រតិបត្តិការបោះសម្អាតទីតាំងសង្ស័យពាក់ព័ន្ធនិងបលល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scam នៅខុនដូវិមានមេគង្គស្ថិតនៅសង្កាត់ជ្រួយចង្វាជាលទ្ធផលមានជនបរទេសស្នាក់នៅចំនួន32នាក់ស្រី10នាក់ដែលមានឯកសារត្រឹមត្រូវប្រតិបត្តិការនេះធ្វើឡើងដោយអនុវត្តតាមបទបញ្ជានិងចង្អុលបង្ហាញដោយផ្ទាល់ពីលោកខុងស្រេងប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញនិងជាអភិបាលរាជធានីភ្នំពេញជាមួយគ្នានេះដែរប្រតិបត្តិការត្រួតពិនិត្យរដ្ឋបាលរបស់អាជ្ញាធរខណ្ឌជ្រួយចង្វាគឺធ្វើឡើងដើម្បីពង្រឹងសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈនិងធានាសុវត្ថិភាពជូនប្រជាពលរដ្ឋស្របតាមវិធានការរឹតបន្តឹងរបស់រដ្ឋបាលរាជធានីភ្នំពេញក្នុងការបង្ការនិងបង្ក្រាបបទល្មើសបច្ចេកវិទ្យាខុសច្បាប់គ្រប់ប្រភេទប្រសិនបើចង់បានព័ត៌មានថ្មីបន្ថែមទៀតកុំភ្លេចចុច follow និងចុចពាក្យតាមដានទាំងអស់គ្នា